នៅក្នុងប្រទេសកូរ៉េបើកសិកម្មគេច្រើនយ៉ាងហ្នឹងតើគេលក់ផលិតផលកសិកម្មគេទាំងអស់ហ្នឹងទៅណាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចែកចម្លែកទៅកាន់បងប្អូនអំពីទីតាំងដែលជនជាតិកូរ៉េហ្នឹងគេលក់ផលិតផលកសិកម្មដែលគេដាំបានហ្នឹងមិនថាកសិដ្ឋានខ្នាតធំខ្នាតតូចឬខ្នាតមធ្យមទេគេសិតតែមានទីតាំងសម្រាប់លក់ផលិតផលគេបងប្អូនសូម្បីតែប្រជាពលរដ្ឋដែលដាំតាមផ្ទះហ្នឹងបាន2-3គីឡូហ្នឹងក៏មានទីតាំងសម្រាប់លក់ផលិតផលគេដែរអញ្ចឹងនៅក្នុងប្រទេសកូរ៉េជនជាតិកូរ៉េហ្នឹងគឺងាយស្រួលណាស់ក្នុងការលក់ផលិតផលដែលគេដាំបានដល់ពេលវាស្រួលវាសម្បូរទីផ្សារអញ្ចឹងពេកទៅការធ្វើកសិកម្មរបស់គេនេះទោះបីជាចង់ក្រក៏ពិបាកដែរបងប្អូនខ្ញុំនិយាយមែនសម្រាប់ជនជាតិកូរ៉េអញ្ចឹងបកមកវិធានបទយើងវិញបងប្អូនតើគេលក់ផលិតផលកសិកម្មគេនឹងទៅណាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអំពីទីតាំងដែលគេលក់គឺខ្ញុំឃើញមាន3ទីតាំងសម្រាប់លក់ផលិតផលកសិកម្មគេនឹងដោយកន្លែងនេះជាដើមបងប្អូននេះគឺជាកន្លែងខ្នាតធំដែលគេចាំទទួលទិញផលិតផលរបស់ប្រជាពលរដ្ឋគេនៅក្នុងភូមិហ្នឹងក្នុងភូមិមួយបងប្អូនគឺត្រូវមានទីតាំងនឹងមួយសម្រាប់ចាំទិញផលិតផលកសិកម្មដែលប្រជាពលរដ្ឋគេនឹងដាំបានដូចតកែខ្ញុំនេះជាដើមគាត់ដាំពេញប៉ោះគាត់អាចយកផលិតផលរបស់គាត់នឹងទៅលក់នៅទីហ្នឹងក៏បានឬក៏លក់នៅក្នុងប្រទេសដាក់តាមម៉ាតក៏បានដែរបងប្អូនអញ្ចឹង3ទីតាំងសំខាន់មានទីណាខ្លះគឺមានក្នុងម៉ាតហើយនឹងលក់ទៅក្រៅប្រទេសហើយនឹងលក់នៅក្នុងផ្សារសម្រាប់រាជរដ្ឋាភិបាលគេអត់ចោតប្រជាពលរដ្ឋគេដែលដាំកសិកម្មដូចគ្នាទេឲ្យតែដាំបានគឺមិនខ្វះទេទីផ្សារដូចកន្លែងនេះអញ្ចឹងបងប្អូនមើលទៅសិតតែហៅស៊ឺម្ទេសហៅស៊ឺត្រប់ហៅស៊ឺពេញប៉ោះគឺដាំដូចគ្នាអញ្ចឹងអត់មានប្រកាន់ថាយ៉ាងម៉េចដូចគ្នាយ៉ាងម៉េចទេគឺអត់មានបញ្ហាទេរដ្ឋាភិបាលអត់មានចោទទៅលើប្រជាពលរដ្ឋទេហើយក្នុងភូមិមួយហ្នឹងគេមានទីតាំងមួយសម្រាប់ចាំទិញផលិតផលកសិកម្មដែលប្រជាពលរដ្ឋក្នុងភូមិគេនឹងដាំបានមិនថាតិចក្តីច្រើនក្តីមួយកេះពីរកេះអីក៏អាចយកផលិតផលគេនឹងយកមកលក់នៅទីនេះបានដែរហើយនៅទីនេះគេមានឈ្មួញមួយគេមានលក្ខណៈដូចជាមេភូមិអញ្ចឹងបងប្អូនគេចាំទិញផលិតផលប្រជាពលរដ្ឋគេនឹងដែលដាំបានហើយប្រជាពលរដ្ឋដាំតាមផ្ទះបានតាមមួយកេះក៏អាចយកមកលក់នៅទីនឹងបានដែរហើយគេមានបារ៉ែតរៀបចំចាំទិញអញ្ចឹងតែម្ដងគឺមានត្រប់មានតសក់មានពេញប៉ោះមានផ្លែឈើមានទឹមអីជាដើមគឺគេចាំទទួលទិញទាំងអស់ហើយផលិតផលហ្នឹងគឺនាំទៅក្រៅប្រទេសដូចជាសម្ព័ន្ធមិត្តគេអាមេរិកឬក៏អង់គ្លេសបារាំងអីជាដើមដែលជាសម្ព័ន្ធមិត្តរបស់ជនជាតិកូរ៉េហ្នឹងបងប្អូនហើយចំពោះទីតាំងទី2ទីតាំងទី2នោះគឺតាមម៉ាតនៅក្នុងប្រទេសកូរ៉េខ្នាតធំបងប្អូនគឺម៉ាតគេធំហ្នឹងនៅពេលដែលជនជាតិកូរ៉េដែលគេដាំបានហ្នឹងគេយកទៅលក់នៅទីហ្នឹងបើសិនជាគេអត់ចង់ទៅលក់នៅក្រៅប្រទេសបើសិនជាទៅលក់នៅក្រៅប្រទេសអញ្ចឹងផលិតផលហ្នឹងវាចំណេញបានតិចជាងការលក់នៅក្នុងម៉ាតបើសិនជាក្នុងម៉ាតហ្នឹងប្រជាពលរដ្ឋកូរ៉េហ្នឹងដាំបានច្រើនអញ្ចឹងទៅក្នុងម៉ាតហ្នឹងវារៀងរុញនៅក្នុងប្រទេសគេអញ្ចឹងគេយកទៅលក់នៅក្រៅប្រទេសអញ្ចឹងទៅហើយទីតាំងទី3នោះគឺនៅក្នុងផ្សារបងប្អូនជាទូទៅនៅក្នុងប្រទេសកូរ៉េ5ថ្ងៃបើកផ្សារម្ដងអត់ដូចនៅខ្មែរយើងទេបងប្អូននៅខ្មែរយើងផ្សារបើករាល់ថ្ងៃផ្សារតាមភូមិតាមឃុំហ្នឹងគេបើករាល់ថ្ងៃនៅខ្មែរយើងប៉ុន្តែនៅក្នុងប្រទេសកូរ៉េគេមានច្បាប់គេចំនួន5ថ្ងៃគឺបើកម្ដងនៅក្នុងមួយផ្សារហ្នឹងគេអត់បើករាល់ថ្ងៃដូចយើងទេអញ្ចឹងប្រជាពលរដ្ឋគេដែលដាំបានតិចតួចហ្នឹងបើគេមិនចង់លក់ទៅក្រៅប្រទេសកន្លែងឈ្មួញមិញទេគេយកទៅលក់នៅក្នុងផ្សារហ្នឹងពីព្រោះនៅក្នុងផ្សារហ្នឹងប្រជាពលរដ្ឋគេទាំងអស់មានសិទ្ធិទៅលក់នៅទីហ្នឹងដោយមិនចាំបាច់បង់ពន្ធជូនរដ្ឋទេប៉ុន្តែបើលក់នៅក្រៅប្រទេសគេអាចបង់ពន្ធជូនរដ្ឋឬក៏ក្នុងតម្លៃថោកជាងលក់នៅលើទីផ្សារហ្នឹងគេអាចលក់គ្រប់យ៉ាងបងប្អូនឲ្យតែតាក់ទងជាមួយនឹងកសិកម្មហូបអាហារអីជាដើមដែលដាំបានតិចតួចហ្នឹងគេយកទៅលក់នៅទីហ្នឹងហើយបើនិយាយពីកន្លែងដែលលក់នៅក្រៅប្រទេសវិញបងប្អូនប្រជាពលរដ្ឋគេនៅក្នុងភូមិហ្នឹងបើសិនជាអត់មានឡានអីដឹកផលិតផលដែលគេវិចខ្ចប់ហើយហ្នឹងអត់មានឡានអីដឹកទៅកន្លែងនាំទៅក្រៅប្រទេសហ្នឹងខាងក្រុមហ៊ុនហ្នឹងគេមានឡានចាំមកទទួលទិញទៀតបងប្អូនគេមកដឹកដល់កន្លែងវិចខ្ចប់តែម្ដងឲ្យតែម្ចាស់គេវិចខ្ចប់ហើយដូចជាកន្លែងនេះអញ្ចឹងនៅពេលដែលគេវិចខ្ចប់ហើយគេអត់មានពេលឬក៏ម្ចាស់តកែហ្នឹងអត់នៅកន្លែងហ្នឹងចាស់តកែហ្នឹងតាក់ទងតាមឈ្មោះញចាំទិញហ្នឹងឲ្យយកឡានមកដឹកផលិតផលដូចជា5-600កេះអីជាដើមគេឲ្យឡានហ្នឹងមកដឹកយកទៅតែម្ដងវាងាយស្រួលបំផុតនៅក្នុងប្រទេសកូរ៉េអញ្ចឹងមិនថាកសិកម្មនៅស្រុកគេប្រជាពលរដ្ឋដែលធ្វើកសិកម្មទោះបីជាចង់ក្រក៏ពិបាកដែរបងប្អូនហ្នឹងហើយអរគុណជម្រាបលាបងប្អូន